មកបបរសសម្រាប់អ្នកកូនខ្ចីបងប្អូនមិនដឹងថាធ្វើអីឲ្យគាត់ប្រសាអញ្ចឹងហើយខ្ញុំក៏បបរសហើយក៏រៀបចំដាក់ស្លកុំឲ្យថាអាំងសាច់ក្រៀមក្រោះពេកយើងធ្វើមានទឹកអញ្ចឹងហើយវាមានគ្រឿងក្នុងមាន់យើងស្ងោរហើយដាក់ក្នុងទូទឹកកកទៅពេលអញ្ចឹងទៅយកមកដាក់ស្លដាក់ស្ងោរមួយចានហើយគាត់ហត់រោទំនុកមិនដឹងថាធ្វើអីគាត់អញ្ចឹងហើយចេះតែរោទំនុកដាក់អានេះតិចអានោះតិចទៅបងប្អូនអើយពួកឯកូនគាត់ទៅកើតកូនស្ងោរនេះស្ងោរជ្រក់បងប្អូនជូរប្រៃចិត្តទៅហូបទៅនៅប្រទេសសៀមទៅទិញបន្លែគេសិតតែគីមីហើយនេះមើមខ្ញីបងប្អូនមានបងប្អូនខ្លះណាខ្លះគាត់ដាក់ខ្ញីមកខ្ញុំចូលចិត្តដាក់ខ្ញីដាក់អញ្ចឹងទៅពេលហូបក៏ជំនួយសុខភាពល្អដែរជួយឲ្យដកដង្ហើមក៏ស្រួលតិចទេពេលដែលឆ្អិនហើយយើងក៏ភ្លេចរោយជីវ៉ាន់ស៊ុយឬក៏ជីបន្លានេះបងប្អូនដាក់ទៅកាន់តែឆ្ងាញ់ព្រោះបានជីវ៉ាន់ស៊ុយផងអូយឆ្ងាញ់ណាស់បងប្អូនខ្ញុំស្លោហើយអញ្ចឹងខ្ញុំដួសទុកមកកណ្ដុបសិនដោយសារតែគាត់កំពុងតែសម្រានអញ្ចឹងហើយមានតែស្លោឆ្អិនហើយដួសគ្របទុកមកកណ្ដុបនឹងឯងបើបងថ្លៃខ្ញុំវិញគាត់ទៅចេញពីធ្វើការអញ្ចឹងហើយគាត់សម្រាននេះមកសម្រានគៀនកូនពៅកូនពៅរោរឿងអត់ទេយកពួនទេពេលយប់ឡើងពេលព្រលឹមឡើងគេចាប់ផ្ដើមដេកណាហើយប៉ាគេហ្នឹងដេកនៅគៀនហ្នឹងទៅដាក់ម្នាក់មកជ្រុកអើយបើម៉ែនៅនាងកូនពៅនៅមកចង្ហៀង